ចូលរួមប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នាំបានផ្លាស់ប្ដូរទាំងទំនុកចិត្តសមត្ថភាពនិងឱកាសថ្មីៗនៅក្នុងការធ្វើអាជីវកម្មជំរាបសួរបងប្អូនសហគ្រិនស្ត្រីទាំងអស់ជាទីស្រឡាញ់នាងខ្ញុំឈ្មោះពៅសុធាជាម្ចាស់ជ័យលាភីលេខ1ពានរង្វាន់សហគ្រិនស្ត្រីឆ្នាំខេត្តសៀមរាបរដូវកាលទី4ទទួលបានពានរង្វាន់សហគ្រិនស្ត្រីឆ្នាំនេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់រូបនាងខ្ញុំបានពង្រឹងចំណេះជំនាញនៅក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មការធ្វើនវានុវត្តន៍តាមបែប Digital និងការកសាងនៅបណ្ដាញទំនាក់ទំនងជាមួយសហគ្រិនដទៃទៀតជាច្រើនតាមរយៈបទពិសោធន៍របស់នាងខ្ញុំសូមលើកទឹកចិត្តទៅដល់សហគ្រិនស្ត្រីទាំងអស់សូមកុំស្ទាក់ស្ទើរនៅក្នុងការដាក់ពាក្យចូលរួមប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នាំរដូវកាលថ្មីនេះការប្រកួតមួយនេះមិនមែនគ្រាន់តែដើម្បីទទួលបាននូវពានរង្វាន់នោះទេប៉ុន្តែគឺជាឱកាសដ៏មានតម្លៃនៅក្នុងការរៀនសូត្រនិងការបង្ហាញនូវសក្តានុពលរបស់ខ្លួនទៅកាន់សង្គមពានរង្វាន់មួយនេះមិនមែនមានន័យថាជាទីបញ្ចប់នៃភាពជោគជ័យនោះទេប៉ុន្តែជាចំណុចចាប់ផ្ដើមនៃការរីកចម្រើនរបស់ខ្ញុំសូមក្លាហាននៅក្នុងការចាប់យកឱកាសនេះព្រោះជំហានតូចមួយនៅថ្ងៃនេះអាចនាំទៅរកភាពជោគជ័យដ៏ធំនៅថ្ងៃស្អែកសូមអរគុណ